ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ីណាស្រីមីខ្ញុំអាយុ18ឆ្នាំសប្តាហ៍ខ្ញុំរៀននៅថ្នាក់ទី11នៅវិទ្យាល័យអន្តរទេវីហើយសម្រាប់ថ្នាក់ភាសាអង់គ្លេសរបស់ខ្ញុំវិញគឺខ្ញុំរៀនថ្នាក់ទី5នៅក្នុងអង្គការ EYC នៅពេលតនេការងារផ្ទះដែលខ្ញុំត្រូវជួយនោះគឺខ្ញុំជួយលាងចានដាំបាយបន្ទាប់ពីខ្ញុំធ្វើការងារផ្ទះហើយក៏ខ្ញុំឆ្លៀតពេលជួយបង្រៀនក្មួយឬមួយក៏ប្អូននៅផ្ទះដើម្បីឲ្យគាត់មានចំណេះបន្ថែមចូលដល់ថ្ងៃអាទិត្យគឺខ្ញុំតែងតែដឹកនាំកូនសិស្សនៅក្នុង EYC ទៅហាត់យូហ្គាក្នុងនោះផងដែរខ្ញុំក៏ជាកូនសិស្សអាហារូបករណ៍ដែលខ្ញុំទទួលបានប្រាក់ឧបត្ថម្ភពីក្នុងអង្គការ EYC ដើម្បីរៀនបំពន់ទៅលើមុខវិជ្ជាវិទ្យាសាស្ត្រសមាជិកនៅក្នុងគ្រួសាររបស់ខ្ញុំនោះគឺមាន2គ្រួសារមួយគ្រួសារនោះគឺគ្រួសាររបស់ពូមីងរបស់ខ្ញុំហើយមួយគ្រួសារទៀតគឺគ្រួសាររបស់ខ្ញុំផ្ទាល់មានយាយមានប៉ាមានម៉ាក់និងបងប្អូនសម្រាប់នៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាវិជ្ជបណ្ឌិតមួយរូបមូលហេតុដែលខ្ញុំចង់ក្លាយទៅជាវិជ្ជបណ្ឌិតនោះគឺដោយសារតែខ្ញុំចង់ជួយទៅដល់គ្រួសាររបស់ខ្ញុំហើយដោយសារតែឃើញថាគ្រួសាររបស់ខ្ញុំនោះគឺគាត់ខ្វះខាតការចំណាយចាយវាផ្សេងហើយទី2នោះគឺខ្ញុំចង់ជួយទៅដល់ម្ដាយរបស់ខ្ញុំឃើញថាម្ដាយរបស់ខ្ញុំនោះគឺសប្តាហ៍គាត់មានជំងឺផ្លូវចិត្តនិងជំងឺបេះដូងផងខ្ញុំចង់ព្យាបាលគាត់ឲ្យរួចផុតពីជំងឺមួយហ្នឹងចំណុចចុងក្រោយនេះគឺខ្ញុំចង់ជួយដល់ប្រជាជននៅក្នុងប្រទេសកម្ពុជាដោយសារតែខ្ញុំឃើញថាប្រជាជនភាគច្រើនមែនទែនគឺគាត់ខ្វះការយល់ដឹងអំពីការថែទាំសុខភាពក្នុងនាមខ្ញុំជាយុវជនមួយរូបគឺអ្វីដែលខ្ញុំអាចជំរុញដល់សមភាព gender បានគឺផ្ដើមចេញពីខ្លួនខ្ញុំផ្ទាល់ខ្ញុំត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនិងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរជាងមុនដោយយើងបានស្រាប់ហើយសមភាព gender គឺភាពស្មើគ្នារវាងបុរសនិងស្ត្រីទាំងឱកាសការងារការសម្រេចចិត្តការទទួលបានការអប់រំនេះហើយខ្ញុំបដិញ្ញាចិត្តថានឹងបន្តខិតខំប្រឹងប្រែងរៀនសូត្រនិងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរជាងមុនដើម្បីជំរុញដល់សមភាព gender